វីដេអូមួយនេះអ្នកទាំងអស់គ្នានឹងស្គាល់អំពី plugin មួយដែលអាចធ្វើការ remove object ចេញពីវីដេអូរបស់លោកអ្នកដោយប្រើប្រាស់កម្មវិធី Adobe After Effects ធ្វើការ remove trademark ពីបែបនេះមកបែបនេះហើយក៏អាច remove object ដែលមានចលនាចេញពីវីដេអូរបស់លោកអ្នកបានយ៉ាងងាយស្រួលដំបូងចូលទៅក្នុងកម្មវិធី After Effects ឬស្វែងរកវីដេអូដែលអ្នកទាំងអស់គ្នាចង់ remove object ចេញបន្ទាប់អ្នកទាំងអស់គ្នាគ្រាន់តែធ្វើការស្វែងរក effect មួយដែលមានឈ្មោះថា Spot Clone Tracker បន្ទាប់មកចាប់វាមកដាក់ឬក៏ double click ហើយធ្វើការសេរីស្រាយវាឲ្យធំតិចមកដើម្បីបាំងជាមួយនឹង object របស់អ្នកទាំងអស់គ្នាដែលចង់ remove ចេញហើយឥឡូវនេះ object របស់យើងត្រូវបាន remove ចេញហើយប៉ុន្តែនៅកន្លែងខ្លះមិនទាន់ស្អាតទេយើងត្រូវការធ្វើការ track វាមកតង់ទៀតអញ្ចឹងដោយសារតែ object យើងវាមានចលនាអញ្ចឹងយើងធ្វើការ track វាមកតង់ទៀតដែលយើងចុចពាក្យ track នេះមកហើយវានឹងដើរដល់ចប់វានឹងបានវីដេអូមួយដែលមើលទៅ smooth ហើយ remove object របស់យើងនឹងបានស្អាតមែនទែនហើយបើសិនអ្នកទាំងអស់គ្នាចង់ឲ្យការងាររបស់អ្នកលឿនងាយស្រួលនិងឆាប់រហ័សអាច download plugin មួយនេះនៅក្នុងក្រុម channel Telegram មួយនេះបាន free ទេអ្នកទាំងអស់គ្នាហើយអាចទៅប្រើប្រាស់បានជាមួយនឹង Windows និង Mac ហើយនៅក្នុង plugin មួយនេះក៏មាន effect ជាច្រើនមិនមែនមានតែមួយអ្នកទាំងអស់គ្នាជាចុងក្រោយសូមជួយ follow ម្នាក់មួយផង